ផាលើកន្លែងអំប្រុសម្នាក់នេះគឺត្រូវបានអ្នកទិញមួយចំនួនណាដែលរហ័សនាមថាផាលើមាសដោយសារតែគេចង់សង្កត់ធ្ងន់ថាផាលើរបស់គាត់មានតម្លៃថ្លៃណាក៏ប៉ុន្តែគឺនៅតែលក់ដាច់ជាពិសេសហើយល្ងាចឡើងកំពុងម៉ែបងប្អូនអើយគឺថាមានអ្នកទិញញ៉ាំច្រើនមែនតើដោយសារតែចេញពីធ្វើការអស់កម្លាំងអញ្ចឹងទៅដាក់ផាលើមួយចានសិនមុនទៅផ្ទះហើយបើថាថែមជាមួយនឹងបាកាសទៀតគឺកាន់តែមានកម្លាំងតែម្ដងជាមួយនឹងប្រវត្តិលោកផាលើជាង40ឆ្នាំណាកន្លែងអំប្រុសម្នាក់នេះគឺត្រូវបានគេចាត់ទុកថាជាស្នាដៃជើងចាស់ហើយពាក់ព័ន្ធទៅនឹងការលក់ផាលើដោយនៅកន្លែងគាត់នឹងគឺមានច្រើនមុខមែនតើណាពុកម៉ែបងប្អូនគឺថាជាង10មុខហើយសម្រាប់ផាលើនៅកន្លែងគាត់ណាបើទោះបីជាមានតម្លៃរៀងខ្ពស់បន្តិចមែនក៏ប៉ុន្តែគឺសង្កេតឃើញថានៅតែមានពុកម៉ែបងប្អូនយើងទៅញ៉ាំច្រើនមែនតើណាបើនិយាយទៅពីមួយថ្ងៃទៅមួយថ្ងៃគឺគាត់នៅតែលក់ដាច់អញ្ចឹងឯងដោយសារតែគុណភាពផាលើនៅទីនេះគឺមិនត្រឹមតែមានអនាម័យទេសម្រាប់រសជាតិរបស់គាត់វិញគឺថាអាចទទួលយកបានច្រើននិយាយទៅគឺថាឆ្ងាញ់មែនតើណាសឹងតែ10នាក់អីត្រូវមាត់9នាក់អីហើយទឹកសៀងរបស់គាត់នេះពុកម៉ែបងប្អូននៅពេលដែលស្រូបជាមួយនឹងផាលើលាយជាមួយនឹងជ្រក់ល្ហុងរបស់គាត់មកគឺថាកាន់តែចូលជាតិតែម្ដងណាហើយបើតាមអ្វីដែល Two Sister សាកសួរទៅគឺក្នុង1គីឡូគឺមានតម្លៃ120,000 រៀលអញ្ចឹងណាហើយសម្រាប់120,000 រៀលហ្នឹងគឺយើងអាចលាយបានគ្រប់មុខតែម្ដងណាគឺគាត់ធ្វើការលាយឲ្យហើយនៅកន្លែងគាត់គឺចាប់ផ្ដើមបើកលក់ចាប់ពីម៉ោង2រសៀលរហូតដល់ម៉ោង8យប់ណាប៉ុន្តែម៉ោងដែល Twister សង្កេតឃើញថាលក់ដាច់ហ្នឹងគឺម៉ោងល្ងាចជាពិសេសម៉ោងដែលគេចេញពីធ្វើការអីហ្នឹងគឺសង្កេតឃើញថាមានបងទៅអង្គុយញ៉ាំច្រើនមែនតើអ្នកខ្លះក៏វិខ្ចប់ទៅផ្ទះទៅអ្នកខ្លះក៏អង្គុយញ៉ាំទៅណាព្រោះថានៅពេលដែលយើងចេញពីធ្វើការគឺតែងតែហេវហត់អស់កម្លាំងអីអញ្ចឹងទៅគឺចាប់ផ្ដើមចូលមកដាក់ផាលើលក្ខណៈថាមួយចានសិនមុនទៅផ្ទះអីអញ្ចឹងណាហើយសម្រាប់ Two Sister វិញក៏មិនខុសពីបងដែរបន្ទាប់ពីធ្វើការនឿយហត់អស់កម្លាំងគឺយើងបានចូលមកដាក់ផាលើណាហើយក៏ដាក់ជាមួយនឹងភេសជ្ជៈជាប្រភេទបាកាបើកម្លាំងជាប្រភេទភេសជ្ជៈជំនួយទៅដល់រាងកាយនិងខួរក្បាលណានិយាយទៅនៅពេលដែលបានញ៉ាំផាលើបែបនេះហើយដាក់ជាមួយនឹងបាកាសទៅគឺមានកម្លាំងព្រឹសតែម្ដងណាអញ្ចឹងយើងលក្ខណៈថាបានទាំងញ៉ាំផាលើឆ្ងាញ់ហើយដាក់បាកាសបើកម្លាំងទៀតហើយសម្រាប់ខួរនេះ Two Story Comment មែនតើនៅពុកម៉ែបងប្អូនទៅកុំភ្លេចកំងឲ្យសោះណាប៉ុន្តែភាគច្រើនគឺអត់ដែលសល់ទេហើយចុងបញ្ចប់ Twister ចូលជាជាមួយនឹងបាកាសទៅដើម្បីកុំឲ្យតលន់ផាលើណាព្រោះថាយើងញ៉ាំផាលើសុទ្ធក៏តលន់ដែរអញ្ចឹងយើងដាក់បាកាសទៅគឺថាអាចញ៉ាំបានច្រើនមែនតើ